ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមហ៊ុន Water Pro ឯកទេសជំនាញម៉ូទ័របូមទឹកប្រើជាមួយនឹងផ្ទាំងសូឡាថ្ងៃនេះខាងបងនឹងមានអ្វីបន្ថែមទៅលើវីដេអូមួយនេះផងដែរអញ្ចឹងសម្រាប់ថ្ងៃនេះយើងនឹងធ្វើតេស្តការប្រើប្រាស់ជាមួយនឹងម៉ូទ័រកម្លាំង 12V មកកាត់ចេញចូលហាបងអញ្ចឹងនេះម៉ូទ័រនេះគឺយើងអាចប្រើជាមួយនឹងភ្លើងរត់ក៏បានជាមួយនឹងសូឡាក៏បានជាមួយនឹងអាគុយក៏បានកាន់តែពិសេសចំណេញនឹងពេលវេលាចំណេញទាំងថវិកាចាឥឡូវនេះបងមើលទាំងអស់គ្នាសម្រាប់វីដេអូនេះឥឡូវយើងប្រើប្រាស់ជាមួយនឹងអាគុយអញ្ចឹងអាគុយនេះគឺ 12V តែ 20A ឯងអញ្ចឹងបងអាចមើលបានអញ្ចឹងបងឃើញទេសម្រាប់ម៉ូទ័រនេះគឺខ្លាំងមែនទែនកម្លាំងខ្លាំងប្រើតែអាគុយគឺទឹកបាញ់ឆ្វាយតែម្ដងបងណាយើងមកមើលជាមួយនឹងម៉ូទ័រ 12V ដែលប្រើជាមួយនឹងអាគុយ2គ្រាប់ស្មើនឹងកម្លាំង 24V ចង់ដឹងថាម៉ូទ័រហ្នឹងកម្លាំងវាខ្លាំងដល់កម្រិតណាអញ្ចឹងបងអាចទៅមើលការសាកល្បងការបូមទឹកជាមួយនឹងខ្ញុំបានវ៉ាវសម្រាប់ម៉ូទ័រ 12V ដែលប្រើជាមួយនឹងអាគុយ2គ្រាប់កម្លាំង 24V នេះគឺកម្លាំងខ្លាំងមែនទែនហើយបូមទឹកគឺខ្លាំងឡើងទប់ម៉ូទ័រអត់ថងជាប់បងឃើញទេអញ្ចឹងសម្រាប់បងដែលចង់សាកសួរព័ត៌មានបន្ថែមឬបងចង់ធ្វើការកម្មង់ទិញបងអាចឆាតចូលនៅក្នុង page ឬក៏ call លេខនៅលើ page នេះបានអរគុណច្រើន